សូមជម្រាបលាអ្នកនិយមខ្លាចខ្មោចទាំងអស់គ្នាស្វាគមន៍មកកាន់សំណោចរុនធូតសាច់រឿងយើងនៅក្នុងថ្ងៃនេះមានចំណងជើងថាមន្ទីរពេទ្យខ្មោចមុននឹងយើងចូលដល់សាច់រឿងកាន់តែព្រឹកព្រួចសូមអ្នកទាំងអស់គ្នាចុច Subscribe ចុចរូបកណ្ដឹងម្នាក់មួយដើម្បីឲ្យ Admin មានលុយទិញសាប៊ូបណ្ដោះសក់បន្ថែមផងនៅពេលនេះសំណោចរុនធូតសូមបកអាក្រាតរឿងដូចតទៅគួយខ្លាំងមែនហើយគួយខ្លាំងចៅគួយខ្លាំងចៅគួយខ្លាំង តែពួកយើងកុំមុនស្ដាប់ទាំងអស់គ្នាកុំមុនស្ដាប់ទាំងអស់គ្នាទៅខ្យល់ត្រជាក់ស្រាវស្រាញ់បក់បោកតិចតាមច្រកបន្ទប់នីមួយៗដ៏ស្ងាត់ជ្រងំនៃមន្ទីរពេទ្យព្រលឹងសម៉ោងចិត្តចូលពាក់កណ្ដាលអាត្រិតទៅហើយមានតែសំឡេងម៉ាស៊ីនជំនួយដង្ហើមតិចនិងទឹកសេរ៉ូមស្រក់តក់ដែលបំបត្តិភាពស្ងៀមស្ងាត់ដ៏គួរឲ្យភ័យខ្លាចមួយនេះគិលានុបដ្ឋាយិកាវ័យក្មេងឈ្មោះថាសុធានីកំពុងតែមមាញឹកត្រួតពិនិត្យអ្នកជំងឺនៅក្នុងបន្ទប់នីមួយរំពេចនោះភ្លើងមួយព្រិចនៅចុងច្រកនីមួយមានរឿងអ្វីកើតឡើងឬក៏មកពីបណ្ដាញអគ្គិសនីដោយមានអារម្មណ៍ថាចម្លែកក្នុងចិត្តគ្រប់បុគ្គលិកទាំងអស់នៅក្នុងមន្ទីរពេទ្យនេះតែងតែនិយាយតគ្នាថាមានខ្មោចស្រីសក់វែងដែលតែងតែបង្ហាញខ្លួនឡើងនាពេលពាក់កណ្ដាលអាត្រិតពួកគេនិយាយថានាងគឺជាអ្នកជំងឺម្នាក់ដែលបានស្លាប់ក្នុងមន្ទីរពេទ្យនេះកាលពីយូរណាស់មកហើយព្រលឹងរបស់នាងនៅតែរសាត់អណ្ដែតមិនបានទៅចាប់ជាតិឡើយសុធានីព្យាយាមបោះចោលគំនិតទាំងអស់នោះចេញពីក្នុងខួរក្បាលនាងជាមនុស្សសម័យថ្មីមិនជឿរឿងអបិយជំនឿបែបនេះទេប៉ុន្តែភាពត្រជាក់ដែលកំពុងគ្របដណ្ដប់ពេញខ្លួនប្រាណរបស់នាងធ្វើឲ្យនាងមានអារម្មណ៍ភ័យខ្លាចបន្តិចម្ដងនាងសម្រេចចិត្តដើរទៅមើលប្រភពនៃពន្លឺព្រិចនោះនាងកាន់តែដើរទៅជិតនាងចាប់ផ្ដើមឮសំឡេងខ្សឹបខ្សៀវដ៏ចម្លែកបន្លឺឡើងតិចដូចជាសំឡេងយំសោកបេះដូងរបស់សុធានីចាប់ផ្ដើមលូតបញ្ច្រាស់និងលូតញាប់ខុសប្រក្រតីនាងបានឈប់នៅច្រកចុងក្រោយវាបន្ទប់នោះបើកចំហបន្តិចហើយបានបន្លិចពន្លឺព្រិចនោះចេញមកដោយភាពក្លាហានដែលនាងប្រមូលបានសុធានីបើកទ្វារយឺតអ្វីដែលនាងឃើញនៅក្នុងពេលនោះធ្វើឲ្យនាងរឹងជើងនិយាយអ្វីមិនចេញស្រមោលមនុស្សស្រីម្នាក់ស្លៀកពាក់ពណ៌សកំពុងតែឈរបែរខ្នងដាក់នាងនៅចុងម្ខាងនៃបន្ទប់សក់វែងខ្មៅប៉ើងតិចដូចជាមានខ្យល់អញ្ចឹងសំឡេងខ្សឹបខ្សៀវនោះកាន់តែច្បាស់ឡើងធ្វើឲ្យសុធានីស្ទើរតែទ្រាំមិនបាននាងក៏បានសួរថាអ្នកណាគេហ្នឹងសុធានីព្យាយាមសួរទាំងញ័រមាត់ស្រមោលនោះនៅតែឈរស្ងៀមមិនកំរើកឡើយរំពេចនោះស្រមោលនោះងាកមកយឺតអ្វីដែលសុធានីឃើញធ្វើឲ្យនាងស្រែកទ្រហោយំយ៉ាងខ្លាំងផ្ទៃមុខរបស់ស្រមោលនោះស្លេកស្លាំងគ្មានភ្នែកគ្មានច្រមុះឬមាត់ឡើយវាគ្រាន់តែជាផ្ទៃទទេមួយប៉ុណ្ណោះសុធានីភ័យស្លន់ស្លោរត់ចេញពីបន្ទប់នោះយ៉ាងលឿនបំផុតនាងរត់បុកទ្វារបន្ទប់អ្នកជំងឺផ្សេងទៀតរត់ដល់នាងដួលសន្លប់បាត់ស្មារតីនៅមុខបន្ទប់នោះផ្ទាល់តែម្ដងព្រឹកឡើងនៅពេលដែលនាងភ្ញាក់ដឹងខ្លួននាងឃើញខ្លួនឯងកំពុងដេកនៅលើគ្រែពេទ្យដោយមានគិលានុបដ្ឋាយិកាជាច្រើនអ្នកកំពុងមើលថែនាងពួកគេប្រាប់នាងថាពួកគេបានឃើញនាងសន្លប់នៅមុខបន្ទប់ដែលត្រូវបានហាមឃាត់ប៉ុន្តែសុធានីដឹងច្បាស់ថាអ្វីដែលនាងបានឃើញកាលពីយប់មិញមិនមែនជាការស្រមើស្រមៃនោះទេខ្មោចស្រីសក់វែងនោះពិតជាមានវត្តមាននៅក្នុងមន្ទីរពេទ្យព្រលឹងសនេះមែនហើយរាត្រីនោះក៏ខ្លាចជារាត្រីដែលនាងមិនអាចបំភ្លេចបានអស់មួយជីវិតចាប់តាំងពីថ្ងៃនោះមកសុធានីខ្លាចជាមនុស្សភ័យខ្លាចរាល់ពេលយប់មកដល់ជាពិសេសរាល់ពេលដែលនាងត្រូវបំពេញការងារប្រចាំការវេនយប់តែម្ដងនាងតែងតែមានអារម្មណ៍មិនស្រួលក្នុងខ្លួនដូចជាមានអ្វីមួយកំពុងតែសម្លឹងមកនាងគ្រប់វិនាទីនាងព្យាយាមជៀសចេញពីបន្ទប់ដែលគេត្រូវបានហាមឃាត់នោះដោយសារតែទីនោះមានរឿងរ៉ាវដែលនាងមិនអាចបំភ្លេចបានប៉ុន្តែនាងនៅតែត្រូវដើរទៅទីនោះម្ដងម្កាលដដែលដើម្បីយកឧបករណ៍ពេទ្យឬបញ្ជូនថ្នាំឲ្យអ្នកជំងឺរាល់ពេលដែលនាងដើរទៅដល់មុខបន្ទប់ចុងក្រោយនោះនាងតែងតែមានអារម្មណ៍ត្រជាក់ស្រាវស្រាញ់ហើយនាងក៏ចាប់ផ្ដើមព្រឺសម្បុរបន្តិចម្ដងថ្ងៃមួយសុធានីតែងពិនិត្យមើលកំណត់ត្រារបស់អ្នកជំងឺចាស់ម្នាក់ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្បែរបន្ទប់ខ្មោចនោះគាត់ជាបុរសចំណាស់ម្នាក់ដែលមានជំងឺប្រចាំកាយជាច្រើនហើយគាត់កម្រនិយាយស្ដីណាស់រំពេចនោះបុរសចំណាស់ក៏ចាប់ផ្ដើមនិយាយតិចទាំងសំឡេងខ្សោយនាងនៅនេះ
កុំទៅណាណាសុធានីភ្ញាក់ផ្អើលជាខ្លាំងនាងខំប្រឹងស្ដាប់នៅអ្វីដែលបុរសចំណាស់នោះកំពុងតែនិយាយសក់វែងគ្មានមុខអត់មានមុខទេបុរសចំណាស់នោះបន្តទាំងដកដង្ហើមញាប់សុធានីមានអារម្មណ៍ថាឈាមក្នុងខ្លួនហាក់ដូចជាកកស្ទះនាងសម្លឹងមើលមុខបុរសចំណាស់ម្នាក់នោះដោយការភ្ញាក់ផ្អើលតើគាត់បានជួបព្រឹត្តិការណ៍ដូចនាងដែរឬក៏យ៉ាងណាសុធានីក៏បានសួរគាត់លោកតាឃើញអ្វីដែរបុរសចំណាស់នោះក៏មើលទៅទ្វារបន្ទប់ដែលត្រូវបានហាមឃាត់ដោយភ្នែកស្រវាំងនាងមើលទៅហាក់ដូចជាសោកសៅមាននារីសក់វែងហើយអត់មានមុខទេនាងដើរមកសួរខ្ញុំហើយខ្ញុំក៏អត់ហ៊ានមាត់រកគាត់ទេពាក្យសម្ដីរបស់បុរសចំណាស់នោះធ្វើឲ្យសុធានីគិតដល់រឿងរ៉ាវដែលបុគ្គលិកទាំងអស់នៅក្នុងមន្ទីរពេទ្យធ្លាប់បាននិយាយប្រាប់នាងពួកគេនិយាយថាខ្មោចស្រីនោះគឺជាស្ត្រីម្នាក់ដែលបានស្លាប់ដោយសារតែបាត់បង់កូននៅក្នុងបន្ទប់ពេទ្យនោះព្រលឹងនាងមិនបានទៅណានោះទេព្រោះនាងនៅតែមានទុក្ខសោកនឹកកូនរបស់នាងជានិច្ចចាប់តាំងពីពេលនោះមកសុធានីមិនសូវភ័យខ្លាចខ្មោចស្រីនោះទៀតទេនាងបានអាណិតខ្មោចនោះជាខ្លាំងនាងគិតថាប្រហែលជាខ្មោចស្រីនោះគ្រាន់តែចង់ឲ្យនរណាម្នាក់ដឹងអំពីទុក្ខសោករបស់នាងតែប៉ុណ្ណោះនៅយប់មួយសុធានីសម្រេចចិត្តដើរទៅបន្ទប់ចុងក្រោយនោះដដែលនាងឈរនៅមាត់ទ្វារហើយនិយាយតិចអ្នកមីងខ្ញុំដឹងថាអ្នកមីងមានទុក្ខសោកកុំបារម្ភអីខ្ញុំនឹងជួយអ្នកមីងឲ្យបានធូរស្បើយឡើងវិញអ្នកមីងនឹកកូនមែនទេបន្ទាប់ពីនិយាយចប់ខ្យល់ត្រជាក់ស្រីវស្រាញ់ក៏បោកមកថ្នមដូចជាការឆ្លើយតបសុធានីមានអារម្មណ៍ថាភាពភ័យខ្លាចបានរសាយបាត់អស់នៅពេលនោះដដែលភាពភ័យខ្លាចបានរលាយបាត់អស់ទៅដែរនៅសល់តែអារម្មណ៍អាណិតអាសូរចំពោះវិញ្ញាណដែលនៅឯកោនឹកកូនរបស់នាងតែប៉ុណ្ណោះចាប់តាំងពីពេលនោះមកខ្មោចស្រីសក់វែងនោះលែងលេចមុខចំពោះបុគ្គលិកពេទ្យទាំងអស់ទៀតហើយនៅក្នុងមន្ទីរពេទ្យឃើញតែភាពស្រស់ថ្លាអ្នកខ្លះនិយាយថាប្រលឹងរបស់នាងប្រហែលជាបានទៅកាន់សុគតិភពហើយដោយសារតែមាននរណាម្នាក់បានដឹងនិងអាណិតអាសូរចំពោះទុក្ខសោករបស់នាងរីឯសុធានីវិញនាងនៅតែបន្តធ្វើការក្នុងមន្ទីរពេទ្យប្រលឹងសដដែលជាពិសេសបង្កើនភាពក្លាហានខ្លាំងជាងមុនទៅទៀតនាងលែងខ្លាចរឿងខ្មោចទៀតហើយព្រោះនាងជឿថានៅពីក្រោយរឿងរ៉ាវដ៏គួរឲ្យខ្លាចទាំងនោះប្រហែលជាមានរឿងរ៉ាវទុក្ខសោកនិងការចងចាំបាត់ភាពកក់ក្ដៅឬបាត់មនុស្សដែលជាទីស្រឡាញ់របស់នាងឬក៏បាត់មនុស្សជាទីស្រឡាញ់របស់គាត់ពេលវេលាកន្លងផុតទៅមន្ទីរពេទ្យប្រលឹងសនៅបន្តដំណើរការជាធម្មតាសុធានីក៏នៅតែជាគិលានុបដ្ឋាយិកាដ៏ឧស្សាហ៍ព្យាយាមនិងយកចិត្តទុកដាក់ចំពោះអ្នកជំងឺនាងតែងតែចងចាំរឿងរ៉ាវរបស់ខ្មោចស្រីសក់វែងហើយរឿងនោះបានបង្រៀននាងឲ្យចេះអាណិតអាសូរនិងយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះអ្នកជំងឺដែលនាងបានថែទាំប៉ុន្តែរឿងចម្លែកនៅក្នុងមន្ទីរពេទ្យប្រលឹងសមិនបានបញ្ចប់ត្រឹមរឿងខ្មោចស្រីនោះទេយូរម្ដងបុគ្គលិកនិងគិលានុបដ្ឋាយិកានៅក្នុងពេទ្យតែងតែជួបប្រទះនឹងរឿងរ៉ាវដែលមិនអាចពន្យល់បានពេលខ្លះពួកគេឮសំឡេងក្អកតិចនៅតាមច្រកបង្អួចនៅតាមទ្វារតូចពេលខ្លះទៀតពួកគេឃើញទ្វារបន្ទប់បើកបិទដោយខ្លួនឯងឬឃើញរបស់របរផ្លាស់ប្ដូរទីតាំងដោយគ្មានអ្នកណាប៉ះពាល់ឡើយនៅពេលនេះ admin ក៏បានបញ្ចប់សាច់រឿងមន្ទីរពេទ្យប្រលឹងសឲ្យអ្នកទាំងអស់គ្នាបានស្ដាប់នេះគឺជារឿងរ៉ាវមួយដែលធ្វើឲ្យអ្នកទាំងអស់គ្នាប្រហែលជាមានអារម្មណ៍ថាបាសក់តិចដូច្នេះបើសិនជាលោកអ្នកទាំងអស់គ្នាចង់ស្ដាប់នៅរឿងរ៉ាវជាបន្តសូមកុំភ្លេចចុច Subscribe ចុចរូបកណ្ដឹងម្នាក់មួយដើម្បីឲ្យ admin មានលុយទិញសាប៊ូកក់សក់បន្ថែមផងនៅពេលនេះសំណោចរន្ធត់សូមជម្រាបសួរទៅអើយ